បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកធ្វើមន់ស្ពៃឃីវជាដំបូងឡើយយើងដាំទឹកឲ្យពុះហើយយើងដាក់ក្រូចសើចជាមួយនឹងម្ដេងអំបិលបន្តិចបន្ទាប់មកយើងដាក់កាភ្លៅមន់មួយតាមចំណង់ចំណូលចិត្តបន្ទាប់មកយើងគ្របមន់ឲ្យឆ្អិនប្រហែលជាអាចថា 99% សាច់មន់ឆ្អិនយើងដាក់ម្ដេងហើយដាក់ទឹកក្រូចឲ្យកាត់ឆ្អាបមន់របស់យើងឆ្អិនហើយទឹកពុះរបស់យើងដាក់អំបិលបន្តិចដើម្បីយើងស្រស់ស្ពៃឃីវដោយសារតែទឹកវាមានជាតិមន់ស្រាបអញ្ចឹងយើងមិនបាច់បដូរទឹកទេយើងស្រស់វាប្រហែលជា10 នាទីដើម្បីឲ្យស្ពៃយើងទន់ហើយវាឆ្អិនល្មមយើងស្រង់វាឡើងមកយើងដាក់នៅក្នុងទឹកត្រជាក់ដែលមានទឹកកកឲ្យវាត្រជាក់ដើម្បីឲ្យស្ពៃយើងមានពណ៌ស្អាតបន្ទាប់មកហើយយើងច្រាំខ្ទឹមយើងដាក់ខ្លាញ់យើងបំពងខ្ទឹមឲ្យមានរសជាតិឈ្ងុយខ្លះភ្លើងរបស់យើងបិទតិចតិចមកកុំបិទក្តៅពេកយើងចាក់យកខ្លាញ់ចេញយើងយកតែខ្ទឹមក្រហមទេគ្រឿងផ្សំរបស់យើងមានសាតេមានទឹកត្រីមានស្ករសមានរ៉ូឌីមានប៊ីចេងជាមួយនឹងទឹកស៊ីអ៊ីវសាច់មាន់របស់យើងបានឆ្អិនរួចរាល់ហើយយើងក៏បេះវាតាមជំនឿទូចតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនតែបើជល់ល្អយើងបេះតូចល្មមដើម្បីឲ្យវាចូលជាតិជាមួយនឹងគ្រឿងបន្ទាប់ពីបេះរួចហើយយើងក៏បានដាក់លាយគ្រឿងយើងដាក់ស្ករសរ៉ូឌីប៊ីចេងទឹកត្រីគ្រឿងសាតេដាក់លាយចូលគ្នាតែបន្ទាប់មកយើងកូរវាឲ្យសព្វឲ្យវារលាយស្ករប៊ីចេងរ៉ូឌីឲ្យវាចូលជាតិជាមួយគ្នាបន្ទាប់មកហើយយើងក៏ដាក់ខ្ទឹមបំពងដើម្បីឲ្យវាមានរសជាតិឈ្ងុយហើយយើងបញ្ចាក់សាច់ចូលបន្ទាប់មកយើងបល់វាឲ្យសព្វឲ្យចូលជាតិយើងស្បល់វាប្រហែលជា 4-5 នាទីទៅបន្ទាប់មកយើងដាក់ស្ពៃឃីវក៏ដូចគ្នាដែរយើងដាក់ជាមួយនឹងសាច់យើងស្បល់វាចូលគ្រឿងទាំងអស់យើងស្បល់វាប្រហែលជា 4-5 នាទីដែរដើម្បីឲ្យវាទន់ឲ្យវាចូលជាតិបន្តមកទៀតយើងចាប់ដើមដាក់នៅក្នុងចានយើងដុសតែសាច់ដាក់មុនយើងដុសសាច់មកហើយយើង
ដាក់ space Q ពីលើរៀបចំឲ្យវាតាមសំណាប់ផ្នំរបស់វាក្រោយមកទៀតយើងចាក់ទឹកពីលើទៅទឹកមន់ដែលយើងបាននៅសល់នឹងចាក់វារស់ស្រោចវាពីលើដើម្បីឲ្យវាងាយទន់បន្ទាប់មកយើងបង្ហាប់វាឲ្យវាណែនបងមកយើងបិទពីលើបន្ទាប់មកយើងយកដាក់ក្នុងទូទឹកកកទុករយៈពេលគឺជា5ម៉ោងទៅ6ម៉ោងកាន់តែល្អដើម្បីឲ្យវាត្រជាក់យើងអាចបរិភោគទៅវាឆ្ងាញ់ហើយខ្ញុំផាសរួចក្នុងទូទឹកកកបន្ទាប់មកខ្ញុំសាច់មាន់ស្ពៃខៀវរបស់យើងគិតថាល្មមហើយវារឹងយើងអាចទទួលទានបានហើយវាត្រជាក់គុណភាពនិងរសជាតិរបស់វាមានរសជាតិឈ្ងុយឆ្ងាញ់យើងអាចទទួលទានបាន